នៅវេលាម៉ោង1និង37នាទីបាទរំលងអធិបាទពងឆេះខ្លាំងមែនទែនភ្លើងបាទឆេះខ្លាំងមែនទែនបងប្អូនប្រិមិត្តបាទឥឡូវឡានទឹកយើងកំពុងមកទៀតបងប្អូនប្រិមិត្តយើងបាទចូលនៅថ្ងៃទី6បងប្អូនប្រិមិត្តយើងបាទជួយឡាយជួយ share បងប្អូនប្រិមិត្តយើងបាទឆេះទៀតហើយបាទបាយយើងបងប្អូនបាទខ្លាំងមែនទែនបងប្អូននេះបាទខ្លាំងមែនទែនបាទអានេះភូមិចាប់យ៉ាងនេះបាច់ដាក់មើលណាបាទហើយក៏មានវត្តមានអត្តកាបាទអត្តកាក្រុមបាយបាទម្ដងបងក្តៅបងប្អូនយើងក្តៅណាបងប្អូនបាទអូយក្តៅមែនទេបងប្អូនយើងបាទប្រិមិត្តបាទនេះអត្តកាបាយម្ដងហើយបាទឆេះមែនទេបងប្អូនយើងបាទសន្ធើមែនទេបងប្អូនប្រិមិត្តយើងបាទជួយឡាយជួយ share បងប្អូនបាទឆេះទៀតហើយបាទក្រុមបាយយើងបងប្អូនប្រិមិត្តបាទគឺឆេះនៅវេលាម៉ោង1និង30ឆេះម៉ោង1កន្លះបងបាទឆេះនៅម៉ោង1កន្លះបងប្អូនប្រិមិត្តណាឥឡូវឡានទឹកបាទឡានអន្តការមកហើយឡានទូសង្គ្រោះបឋមមកនោះណាក៏ដល់នោះនេះកន្លះក៏មកដែរបងប្អូនប្រិមិត្តបាទឆេះកាខ្លាំងបងប្អូនប្រិមិត្តយើងបាទនេះលោកអន្តការគាត់មកបាទគាត់បានមកបាទនេះបងប្អូនប្រិមិត្តយើងបាទឆេះសន្ធោសន្ធើបងប្អូនប្រិមិត្តបាទឆេះរំលងពាក់កណ្ដាលទៀតបងប្អូនប្រិមិត្តយើងបាទចូលនៅថ្ងៃទី6បាទខែកុម្ភៈឆ្នាំ2026បាទពីម្សិលមិញកើតហេតុឆេះដែរគេណាឆេះទៀតបងប្អូនប្រិមិត្តបាទជួយ share បងប្អូនប្រិមិត្តយើងបាទបងប្អូនប្រិមិត្តបាទអធិស្ឋានបាទហើយក៏មានការចូលរួមសោកស្ដាយផងបាទថ្ងៃនេះទៀតបងប្អូនប្រិមិត្តយើងបាទគឺជាពាក់កណ្ដាលអាទិត្យមកបងប្អូនប្រិមិត្តយើងបាទគឺនៅថ្ងៃទី6បាទចូលហើយបាទនៅវេលាម៉ោង1ជាងហើយបងប្អូនប្រិមិត្តយើងបាទម៉ោង1កន្លះបាទឥឡូវឡានទឹកយើងកំពុងបាញ់ខ្លាំងណាស់បងប្អូនប្រិមិត្តយើងបាទហើយបញ្ជាក់បងប្អូនប្រិមិត្តយើងនេះនៅភូមិភូមិគេនេះបាទភូមិគេប៉ាឡៃ2ភូមិប៉ាឡៃ2បាទភូមិប៉ាឡៃ2សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តមន្ទីរមានជ័យបងប្អូនប្រិមិត្តយើងបាទភូមិប៉ាឡៃ2បាទការឆាប់ឆេះអគ្គិភ័យបាទនេះបាទបងប្អូនជួយឡាយជួយ share បងប្អូនប្រិមិត្តយើងបាទហើយឡានទឹកយើងក៏បាទឡានទឹកខាងអធិការក្រុងបាទក៏មកហើយខាងនោះនេះក៏ដែរខាងសង្គ្រោះបឋមគាត់មកដែរបងប្អូនយើងបាទប្រិមិត្តបាទជួយឡាយជួយ share បងប្អូនយើងបាទលោកអធិការមកទាំងខោខ្លីមកបងប្អូនប្រិមិត្តបាទនេះបាទឆេះខ្លាំងមែនទេបងប្អូនប្រិមិត្តយើងបាទការចាប់ឆេះនេះគឺយើងអត់ទាន់ដឹងបងប្អូនប្រិមិត្តយើងថាតើវាឆេះមកពីអ្វីទេបងប្អូនបាទនៅប្រិមិត្តបាទឥឡូវកំពុងឆេះខ្លាំងមែនទែនឥឡូវយើងមកខាងក្រោយនេះឥឡូវកំពុងបាញ់ទប់ស្កាត់បាទផ្ទះមួយទៀតនេះបងបាទយើងចូលរួមសោកស្ដាយផងក្រុងប៉ែតយើងបាទគឺ2ថ្ងៃហើយជាប់គ្នាបាទពីម្សិលមិញហើយនឹងថ្ងៃនេះទៀតបងប្អូនប្រិមិត្តយើងបាទបងប្អូនយើងឆេះខ្លាំងមែនទែនបងប្អូនយើងបាទឥឡូវឡានទឹកកំពុងតែមកទៀតហើយបងប្អូនយើងបាទឥឡូវកំពុងតែទប់ស្កាត់បាទនេះបងប្អូនយើងបាទឆេះខ្លាំងមែនទែនបាទវ៉ាវបងប្អូនយើងបាទក្តៅមែនទែនខ្ញុំបាទបងប្អូនយើងបាទ